អ្នកទាំងអស់គ្នាមានអាចឆ្ងល់អត់ថាហេតុអីបើខ្ញុំខំប្រើសាប៊ូកក់សក់ផងក្រែមបតុនផងបាញ់ spray បាញ់សរងគ្រប់សក់បាបយ៉ាងអស់ហើយសក់ខ្ញុំនៅតែស្ងួតចឹងតោះតែទិញផលិតផលដែលថ្លៃមកមានប្រសិទ្ធភាពមែនចម្លើយខ្ញុំគឺ no សក់ខ្ញុំវិញប៉ុណ្នេះដែរមិនក៏មាន tip ខ្លះៗដើម្បីចែកម្លែកដែរត្រូវអត់បើសិនជាអ្នកទាំងអស់គ្នាប្រើម៉ាស់អប់សក់ហើយប្រសិទ្ធភាពបានតែថ្ងៃដំបូងប្រហែលជាអ្នកទាំងអស់គ្នាប្រើត្រូវបានតែ 50% ទេដោយសារតែវីតាមីនអត់បានជ្រាបចូលទៅខ្សែសក់យើងបានជ្រៅទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែកម្លែកថាតើធ្វើម៉េចយើងអាចប្រើម៉ាស់អប់សក់ឲ្យបានប្រសិទ្ធភាពកាន់តែខ្ពស់ជាដំបូងយើងសឹកសក់យើងកុំឲ្យជពាក់សិនហើយយើងប្រើសេរ៉ូមបំពន់សក់ដើម្បីអប់ទុករយៈពេល10នាទីវាបើច្រើននៅកន្លែងចុងសក់ដែលស្ងួតណាអ្នកនរគ្នាបន្ទាប់មកយើងអាចទៅកក់សក់បានហើយអូខេអ្នកនរគ្នាឥឡូវនេះខ្ញុំបានកក់សក់រួចរាល់ហើយវគ្គបន្ទាប់ទៀតអ្នកនរគ្នាប្រកាសជាដឹងថាត្រូវប្រើក្រែមអប់សក់ប៉ុន្តែនៅក្នុងវគ្គនេះគឺមានកន្លឹះមួយដែលសំខាន់អ្នកនរគ្នាត្រូវប្រើកសែយកមកជក់ទឹកចេញពីសក់យើងឲ្យបានកាន់តែស្ងួតកាន់តែល្អបន្ទាប់ទៀតយើងប្រើក្រែមអប់សក់បរិវេណកាន់តែធំកាន់តែល្អប៉ុន្តែតិចទៀតពេលអ្នកនរគ្នាលាងចេញត្រូវប្រកាសថាលាងឲ្យបានស្អាតចេញពីស្បែកក្បាលយើងណាពេលដែលយើងជក់ទឹកចេញឲ្យអស់មុនប្រើក្រែមអប់សក់វីតាមីនទាំងអស់ដែលមាននៅក្នុងក្រែមអប់ហ្នឹងនឹងជ្រាបចូលទៅខ្សែសក់យើងបានជ្រៅហើយអត់រលាយទៅតាមទឹកទេហើយបើសិនជាចង់សក់ផងអ្នកទាំងអស់គ្នាស្ងួតខ្លាំងអាចដាក់គ្រីមនឹងបន្ថែមឲ្យបានច្រើននៅកន្លែងចុងសក់ហ្នឹងក្រែមអប់សក់លូឡេនៃចរាដែលខ្ញុំកំពុងប្រើនឹងមានច្រើនពណ៌ខ្លាំងណាស់អ្នកទាំងអស់គ្នាដូចពណ៌បៃតងដែលខ្ញុំកំពុងប្រើនេះសម្រាប់អ្នកដែលមានសក់ខូចស្ងួតបែកចុងក្រែមអប់សក់នឹងជ្រាបចូលទៅខ្សែសក់យើងលឿនណាស់អ្នកទាំងអស់គ្នាត្រូវការតែ3នាទីអាចលាងចេញបានហើយសក់យើងគឺដឹងតែទន់ភ្លឺរលោងហ្មងដោយសារតែក្នុងនឹងមានសារធាតុចូលច្របល់អុយជាមួយនឹង Biotin Plus ចំណេញពេលហើយស្រួលទៀតនៅក្នុងវគ្គនេះបើសិនជាអ្នកទាំងអស់គ្នាមានពេលយើងអប់ទុកឲ្យយូរក៏បានដែរអញ្ចឹងពេលដែលយើងលាងក្រែមអប់សក់ចេញហើយព្រមសក់យើងឲ្យបានស្ងួតប្រហែលជា 80% ចាំយើងចាប់ដើមប្រើសេរ៉ូបំពន់សក់ហើយត្រូវយកសេរ៉ូបំពន់សក់ណាដែលត្រូវជាមួយទៅខ្សែសក់យើងគឺសំខាន់មែនទែនសេរ៉ូបំពន់សក់ Natural នេះមានអត្ថប្រយោជន៍រហូតដល់7យ៉ាងការពារព្យាបាលនៅក្នុងម្ដងនឹងទាំងអស់មិនចាំបាច់ទិញផលិតផលសក់អីផ្សេងៗច្រើនពេកទេសំខាន់អត់ស្អិតគេអ្នកនរគ្នាអញ្ចឹងពេលដែលយើងលាបហើយគឺយើងអាចព្រមសក់បន្តទៀតបានហើយជាធម្មតាពេលដែលសក់ខ្ញុំព្រមស្ងួតហើយ 100% អញ្ចឹងគឺខ្ញុំទម្លាប់លាបសេរ៉ូបំពន់សក់ម្ដងទៀតដើម្បីការពារពីបរិយាកាសខាងក្រៅជាតិពុលអីផ្សេងៗតែប៉ុណ្នេះអ្នកទាំងអស់គ្នានឹងទទួលបានសក់មួយដែលទន់រលោះរលោងហើយអត់សពងទៀតដូចសក់ខ្ញុំអញ្ចឹងហើយមិនមានប្រសិទ្ធភាពត្រឹមតែថ្ងៃទី1ទេណាថ្ងៃបន្តទៀតក៏សក់អ្នកទាំងអស់គ្នានៅស្អាតចឹងដែរអញ្ចឹងថ្ងៃនេះខ្ញុំមាន tip តែប៉ុណ្្នឹងចែកម្លែកទៅឲ្យអ្នកទាំងអស់គ្នាខ្ញុំចិនផ្ដល់តែអ្វីដែលល្អបំផុតទៅឲ្យអ្នកយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ